ខ្ញុំយល់ថាបើសិនជាមនុស្សស្រីណាដែលជួបបរិបទបែបនេះគឺច្បាស់ជាសយមួយជីវិតហើយពូមានសួរគេអត់តែគេយកពូអត់មានទ្រឹស្ដីមួយរបស់បរិបទម្នាក់គាត់និយាយថាស្រីក៏តែយកច្រឡំថាស្អាតឆ្លាតកែរឹងមាំឬក៏ត្រូវការណូមនុស្សប្រុសដែលមានសមត្ថភាពប្រកបគេត្រូវការមនុស្សស្រីទុនគេត្រូវការមនុស្សស្រីរឹងមាំច្រើនពេញច្រើនតែឯកាមនុស្សស្រីចាបងប្អូនយល់យ៉ាងម៉េចដែរចំពោះទ្រឹស្ដីមួយនេះសម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជាមនុស្សស្រីម្នាក់ខ្ញុំសូមនិយាយថាទេចំពោះបុរសដែលមានទ្រឹស្ដីបែបនេះបុរសបែបនេះគឺតែងតែមានផ្នត់គំនិតចាស់កំរិលហើយចង់គ្រប់គ្រងមនុស្សស្រីឬអ្នកដែលនៅក្បែរខ្លួនជានិច្ចហើយពេលរៀបការហើយគាត់អាចលួចមានស្រីនៅខាងក្រៅគាត់អាចលាក់លុយគាត់អាចលួចធ្វើរឿងជាច្រើនដែលមិនឲ្យប្រពន្ធដឹងហើយនៅពេលដែលប្រពន្ធដឹងក៏គាត់ខ្វល់ដែរព្រោះថាហេតុអីមនុស្សស្រីដែលនៅក្បែរគាត់គឺទន់ជ្រាយអញ្ចឹងគាត់អាចគ្រប់គ្រងបានហើយគាត់អាចយកចិត្តគំនិតដែលចាស់កំរិលនោះទៅគ្របដណ្ដប់គេបានគាត់គ្រាន់តែត្រូវការមនុស្សស្រីម្នាក់ដែលគាត់អាចគ្រប់គ្រងបានយកទៅនៅក្បែរខ្លួនដើម្បីធ្វើជាទាសករទាសាទាស័យរបស់គាត់តែប៉ុណ្ណោះទី2ខ្ញុំសូមលើកឡើងថាពាក្យថារឹងមាំគឺផ្ទុយទៅនឹងពាក្យថាទន់ជ្រាយរឹងមាំមិនមែនផ្ទុយទៅនឹងពាក្យថាទន់ភ្លន់ទេចាដែលលើពាក្យគេនិយាយថាទន់ភ្លន់តែរឹងមាំឯងគេមិនដែលនិយាយថាទន់ជ្រាយតែរឹងមាំទេត្រូវអត់ចាអញ្ចឹងមនុស្សស្រីរឹងមាំគឺអាចទន់ភ្លន់មិនមែនថារឹងមាំបានន័យថាក្បាលរឹងទេអញ្ចឹងមនុស្សស្រីស្អាតឆ្លាតពូកែរឹងមាំគឺក៏គេអាចទន់ភ្លន់បានដែរអញ្ចឹងភាពទន់ភ្លន់របស់មនុស្សស្រីណាក៏មានដែរប៉ុន្តែគេជ្រើសរើសធ្វើចំពោះតែមនុស្សណាដែលគេពេញចិត្តនិងដែលជាមនុស្សដែលជាទីស្រឡាញ់ជាទីគោរពរបស់គេស្អីគ្នាយើងទាំងអស់អាចពិចារណាបានដូចខ្ញុំលើកឡើងនៅក្នុងវីដេអូមុនអញ្ចឹងបើសិនជាយើងមិនរឹងមាំទេតើថ្ងៃក្រោយកូនយើងរំពឹងអីចាកូនយើងរំពឹងអីបើសិនជាយើងមិនរឹងមាំទេជាម្ដាយម្នាក់គឺត្រូវតែរឹងមាំដើម្បីកូនជាសសរទ្រូងរបស់គ្រួសារជាភាពកក់ក្ដៅរបស់ស្វាមីចាមួយទៀតតើមនុស្សប្រុសណាដែលមិនស្រឡាញ់មនុស្សស្រីស្អាតឆ្លាតពូកែខ្ញុំអត់ដែលឮដែលមនុស្សប្រុសបដិសេធចំពោះមនុស្សស្រីស្អាតឆ្លាតពូកែចាទៅតែពូមួយដែលគាត់បដិសេធអញ្ចឹងប្រហែលជាគាត់មានក្រៃធៀបពិសេសខុសពីមនុស្សធម្មតាមនុស្សស្អាតតែងតែឈ្នះមនុស្សឆ្លាតតែងតែអាចគេចរួចគ្រប់ស្ថានភាពមនុស្សពូកែតែងតែអាចអភិវឌ្ឍខ្លួនឯងនិងគ្រួសារទៅកាន់ភាពឧត្តមឧត្តមបានជានិច្ចចាហើយបើសិនជាគ្រួសារនោះមានស្ត្រីរឹងមាំថែមទៀតពិតជាសសរទ្រូងយ៉ាងអស្ចារ្យរបស់គ្រួសារហើយព្រោះថាអីដូចពាក្យមួយដែលគេនិយាយថានៅក្រោយមនុស្សប្រុសពូកែតែងតែមានស្ត្រីខ្លាំងជានិច្ចនៅពេលដែលគ្រួសារមានភរិយាពូកែភរិយារឹងមាំគឺតែងតែគេចផុតគ្រប់ឧបសគ្គបើសិនជាថ្ងៃណាមួយស្វាមីគាត់ជួបឧបសគ្គជួបឧបទ្ទវហេតុណាមួយកើតឡើងគាត់មានជំងឺធ្ងន់ធ្ងរកើតឡើងបើស្ត្រីមិនរឹងមាំតើស្ត្រីអាចគ្រប់គ្រងគ្រួសារដោះស្រាយបញ្ហាបានអត់បើស្វាមីគាត់ដួលទៅហើយហ្នឹងចាហើយចុះបើសិនជាករណីធ្ងន់ជាងនឹងទៅទៀតស្វាមីគាត់បានស្លាប់ទៅបើសិនជាគាត់មិនរឹងមាំតើគាត់អាចទៅប្រកបរបរចិញ្ចឹមជីវិតបានអត់ហើយជីវភាពគាត់នឹងកូនក្រោយស្វាមីគាត់ស្លាប់តើគាត់នឹងជួបបញ្ហាអីខ្លះចាសរុបមកវិញសម្រាប់ខ្ញុំទ្រឹស្ដីមួយនេះគឺមិនជាក់ស្ដែងទេហើយគឺសម្រាប់តែមនុស្សប្រុសដែលមានផ្នត់គំនិតចាស់កំរិលចង់គ្រប់គ្រងស្ត្រីតែប៉ុណ្ណោះអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងឲ្យមែនតើបើសិនជាជួបមនុស្សប្រុសបែបនេះត្រូវជៀសឆ្ងាយឲ្យបាន100គីឡូបើមិនអញ្ចឹងទេត្រូវសោយអស់មួយជីវិតហើយអរគុណ